សួស្តីបងប្អូនអ្នកសិក្សារូបវិទ្យាទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមានលំហាត់រូបវិទ្យាថ្នាក់ទី12តេតឹងនឹងមេរៀនទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នកុំឲ្យខាត់ពេលយូរយើងក៏លេខទៅមើលប្រធានលំហាត់ទាំងអស់គ្នានៅសីតុណ្ហភាព293 Kelvin និងសម្ពាធ5 atmosphere វាជាឧស្ម័នមេតានអញ្ចឹងវាមានម៉ាស់ម៉ូល16ក្រាមក្នុង1ម៉ូលគេឲ្យយើងគណនាម៉ាស់មាត្ររបស់ឧស្ម័នមេតានដោយគេឲ្យថេរសកលរបស់ឧស្ម័នបរិសុទ្ធ8.31 សួរក្នុង1ម៉ូល Kelvin អញ្ចឹងយើងមកមើលដំណោះស្រាយជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងយើងតាមរូបមន្ត P-V ស្មើ N អៀតេដោយយើងដឹងហើយថា N នឹងស្មើម៉ាស់ចែកឲ្យម៉ាស់ម៉ូលអញ្ចឹងអាកន្លែង N នឹងយើងជំនួសដោយ M តូចនៅលើ M ធំដោយយើងដឹងថាម៉ាស់មាត្រស្មើម៉ាស់ចែកឲ្យមាត្រអញ្ចឹងយើងទាញរូបមន្តយើងឲ្យទៅជាម៉ាស់នៅលើមាត្រអញ្ចឹងយើងទាញជាមួយអ្នកគ្រូ P-V ស្មើម៉ាស់លើម៉ាស់ម៉ូលកូនឲ្យអៀតេអញ្ចឹងយើងបាន PM ស្មើម៉ាស់ចែកឲ្យមាត្រគុណអៀតេជាងនាំឲ្យម៉ាស់ចែកមាត្រស្មើ PM ចែកឲ្យអៀតេដោយម៉ាស់លើមាត្រយើងស្មើនឹងរ៉ូអញ្ចឹងយើងបានរូបមន្តរ៉ូស្មើ PM នៅលើអៀតេដោយ P យើងគេប្រាប់ថាស្មើ5 atmosphere អញ្ចឹងយើងបបែកពី atmosphere ទៅជា Pascal គុណនឹង10សេគុណ5 Pascalហើយម៉ាស់ម៉ូលយើងស្មើ16ក្រាមក្នុង1ម៉ូលអញ្ចឹងយើងបបែកវាទៅជាគីឡូក្រាមគុណនឹង10សេគុណដល់3ហើយយើងស្មើ8.31សួរក្នុង1ម៉ូល Kelvin ហើយតេយើងគេប្រាប់ថា293 Kelvin អញ្ចឹងយើងបានម៉ាស់មាត្រយើងស្មើ5គុណដល់សេគុណ5គុណឲ្យ16គុណដល់សេគុណដល់3ចែកឲ្យ8.31គុណឲ្យ293អញ្ចឹងយើងគណនាមកឃើញ3.29គីឡូក្រាមក្នុង1ម៉ែត្រគីបដូចនេះម៉ាស់មាត្រយើងស្មើ3.29គីឡូក្រាមក្នុង1ម៉ែត្រគីបលំហាត់យើងត្រូវបានចប់ត្រឹមនេះហើយសូមអរគុណជួបគ្នានៅវីដេអូក្រោយ